បាទជំរាបសួរបងប្អូនសមាជិក OneCoin ទាំងអស់ជាទីគោរពរាប់អានជាពិសេសបងប្អូនសមាជិក OneCoin ថ្មីទាំងអស់ជាទីគោរពផងដែរថ្ងៃនេះខ្ញុំបាទគុយសាសូមបង្ហាញវីដេអូឃ្លីបស្ដីអំពីរបៀបធ្វើចំនួនបែបអេឡិចត្រូនិកជាមួយនឹងក្រុមហ៊ុនសាជីវកម្ម OneCoin បាទសូមទស្សនាដូចតទៅចឹងយើងវាយ username បន្តមកទៀតគឺយើងវាយ password នេះគេហៅថា password ទី1ហើយបន្តមកទៀតគឺយើងវាយ repeat number បាទ repeat number យើងចម្លងចូលឲ្យដូចទៅតាមអ្វីដែលគេបានបង្ហាញនេះអញ្ចឹងនៅពេលដែលយើង log in ម្ដងគឺបដូរម្ដងបាទផ្លាស់ប្ដូររហូតបាទប្រហែលជាខ្ញុំវាយខុសកន្លែងណាមួយហើយអញ្ចឹងខ្ញុំវាយសារថ្មីបាទនេះយើងនឹងឃើញផ្ទាំង dashboard ហើយបាទអញ្ចឹងសម្រាប់ដែលយើងចុះឈ្មោះដំបូងយើងមិនទាន់បានទិញកញ្ចប់សិក្សាទេអញ្ចឹងយើងមើលនៅកន្លែងនេះគឺឃើញឈ្មោះ username យើងហើយនៅខាងមុខ username វាមាន free អញ្ចឹងមានតែចុះឈ្មោះ free យើងអត់ទាន់បានទិញកញ្ចប់សិក្សាហើយនៅលើផ្ទាំង dashboard របស់យើងគឺបាទគឺវាមានលេខ0ទាំងអស់បាទអញ្ចឹងនៅពេលដែលយើងទិញកញ្ចប់សិក្សាលើកដំបូងយើងនឹងទទួលបានចំនួនលេខ token នៅកន្លែងនេះសិនយើងអត់ទាន់ទទួលបានកាក់ភ្លាមទេបាទអាចមានចន្លោះចាប់3ទៅ4ខែឬក៏អាចដល់5ខែទើបយើងមានកាក់នៅក្នុង total OneCoin នេះបាទអញ្ចឹងយើងបានលេខសម្ងាត់នៅកន្លែង total token នេះសិនបាទឧទាហរណ៍ថាយើងទិញ 1000 token 1030 euro យើងបាន 10000 token នៅកន្លែងនេះបាទអញ្ចឹងយើងត្រូវរងចាំរហូតដល់ split parameter វា slip ពេញ 100% ហើយបានគេ free ឲ្យ 10000 token ទៀតអញ្ចឹងសរុបទៅគឺ20000 token យើងអាចយក token នេះទៅ mining បាទគឺយកបដូរយកកាក់យកមកទុកកន្លែងនេះអញ្ចឹងក្រោយពេលបដូរហើយរយៈពេល1ខែបានយើងទទួលបានកាក់នៅកន្លែងនេះអញ្ចឹងក្រោយពេលយើងទទួលបានកាក់រយៈពេល1ខែទើបយើងអាចមានសិទ្ធិលក់កាក់បានបាទអញ្ចឹងនៅពេលដែលយើងលក់កាក់គឺលក់ទៅឲ្យក្រុមហ៊ុនវិញអញ្ចឹងក្រុមហ៊ុនគេលក់ចេញទិញចូលបាទគេមានសេវាកម្មលក់ចេញទិញចូលអញ្ចឹងគោលដៅរបស់យើងគឺយើងទិញកាក់ទុកលក់បាទអត្ថប្រយោជន៍ទី1ដែលយើងអាចទទួលបានចំណូលខ្ពស់នៅថ្ងៃអនាគតនោះគឺយើងទិញកាក់ទុកសិនទិញកាក់ទុកលក់នៅថ្ងៃអនាគតបាទអញ្ចឹងវាមានបាទចាប់អារម្មណ៍ទៅលើ3ប្រឡោះនេះបាទអញ្ចឹងនៅពេលដែលយើងទិញកាក់យើងទិញកញ្ចប់សិក្សាភ្លាមយើងអត់ទាន់ទទួលបានកាក់ភ្លាមទេយើងត្រូវរងចាំsplit parameter ពេញ 100% បានយើងទទួលបាន free token នេះបន្ថែមទៀតហើយយើងយកអាលេខ token កន្លែងនេះយើងយកវាទៅដូរយកកាក់មកទុកកន្លែងនេះអញ្ចឹងវាកាក់នឹង load មកអូតូបាទទុកនៅកន្លែងនេះអញ្ចឹងដល់ពេលបានកាក់ទទួលបានកាក់នៅកន្លែងនេះហើយគឺយើងអាចលក់កាក់ហ្នឹងទៅឲ្យក្រុមហ៊ុនអញ្ចឹងរបៀបលក់ខ្ញុំនឹងបង្ហាញคลิปនៅក្រោយទៀតក្រោយពេលយើងបានកាក់ហើយខ្ញុំនឹងបង្ហាញคลิปបន្តទៀតបាទអញ្ចឹងនៅពេលដែលយើងលក់លុយវានឹងលោតចូលបាទលក់ចេញយ៉ាងយូរ3ថ្ងៃលុយលោតចូលនៅក្នុង cash account នេះបាទកាលណាលុយចូលលោតចូលទៅក្នុង cash account នេះហើយយើងអាចវេចូលក្នុងកង់ធនាគារក៏បានយើងអាចទិញកញ្ចប់សិក្សាទៅឲ្យលក់ឲ្យសមាជិកថ្មីក៏បានបាទជាងស្រេចទៅលើយើងទេបាទអញ្ចឹងអត្ថប្រយោជន៍ទី1ធំបាទអត្ថប្រយោជន៍ធំទី1គឺយើងបានទិញកាក់ទុកលក់នៅថ្ងៃអនាគតនឹងបានចំណេញច្រើនបាទយើងមិនចាំបាច់រកសមាជិករកអីក៏បានបើសិនជាយើងអត់ចង់ប៉ុន្តែប្រសិនបើយើងចង់បានលុយលើកទឹកចិត្តរាល់សប្តាហ៍គឺយើងត្រូវសាងបណ្ដាញបាទអញ្ចឹងចំណូលអត្ថប្រយោជន៍ធំពាក់ព័ន្ធជាមួយប្រាក់ចំណូលគឺមាន2បាទ
ប៉ុន្តែបើពាក់ព័ន្ធជាមួយចំណេះដឹងផ្សេងៗមានច្រើនអញ្ចឹងខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងចំណូលសិនបាទអញ្ចឹងអត្ថប្រយោជន៍ធំទី2ពាក់ព័ន្ធជាមួយប្រាក់ចំណូលលើកទឹកចិត្តរាល់សប្តាហ៍ហ្នឹងប្រសិនបើយើងរកសមាជិកប្រសិនបើយើងចង់បានលុយលើកទឹកចិត្តរាល់សប្តាហ៍គឺយើងត្រូវរកសមាជិកបាទណែនាំឲ្យមានសមាជិកថ្មីគាត់បានចុះឈ្មោះជាមួយយើងអីចឹងទៅអញ្ចឹងយើងនឹងទទួលបានកំផ្យងពីគាត់បាទកន្លែងនេះគេដាក់ point left មានន័យថាបន្ទុកឆ្វេងហើយខាងក្រោមគេដាក់ point right បន្ទុកស្ដាំអញ្ចឹងប្រសិនបើយើងរកបានឧទាហរណ៍ថាយើងរកបាន2នាក់យើងដាក់ខាងឆ្វេងមួយហើយដាក់ខាងស្ដាំមួយហើយខាងឆ្វេងនេះគេទិញ1030យូរ៉ូយើងបាន1000បន្ទុកហើយខាងស្ដាំគេទិញ1030យូរ៉ូយើងបាន1000បន្ទុកដែរអញ្ចឹងបូកចូលគ្នាគឺ2000បន្ទុកឧទាហរណ៍ថាក្នុងសប្តាហ៍ហ្នឹងយើងរកបាន2នាក់ហើយម្នាក់គេទិញ1000អញ្ចឹងណាអញ្ចឹងយើងបាន2000បន្ទុកអញ្ចឹងនៅសប្តាហ៍ក្រោយថ្ងៃអង្គារគេនឹងកាត់បន្ទុកពីក្នុងនេះបាទខាងឆ្វេង 10% ខាងស្ដាំ 10% មកឲ្យយើងគេកាត់ 10% វាត្រូវបាន200វានៅក្នុងនេះបាទវាលុយនឹងលោតចូលទៅក្នុងនេះសប្តាហ៍ក្រោយថ្ងៃអង្គារហ្នឹងអញ្ចឹងសប្តាហ៍ក្រោយថ្ងៃអង្គារមួយទៀតបានលុយក្នុងចំនួន200នេះគេកាត់យក 60% ដាក់ក្នុង trading account ហើយ 40% ទៅដាក់សំទោសបាទ60% ចូលទៅក្នុង cash account បាទហើយ 40% គឺចូលទៅក្នុង trading account អញ្ចឹងកាលណាដែលលុយចូលទៅដល់ក្នុង cash account 60% ហើយយើងអាចដកវេចូលក្នុងកង់ធនាគារដកចាយក៏បានឬក៏យើងអាចយកទៅទិញកញ្ចប់សិក្សាលក់ឲ្យសមាជិកថ្មីក៏បានដែរបាទអញ្ចឹងយើងគិតមើលបើសិនជាថាមកនេះ200យូរ៉ូហើយលោតចូលទៅក្នុងនេះ 60% វាត្រូវបាន120បាទ120យូរ៉ូហើយនៅក្នុងនេះវាត្រូវទទួលបាន80យូរ៉ូបាទអញ្ចឹងលុយនៅក្នុង trading យើងអាចដកចាយបានទេក៏ប៉ុន្តែយើងអាចយកវាទៅទិញកាក់បានបាទយកវាទៅទិញកាក់ដើម្បីយកមកទុកសន្សំអញ្ចឹងកាលណាយើងទិញហើយអញ្ចឹងទៅយ៉ាងយូរ3ថ្ងៃកាក់នឹងលោតចូលទៅក្នុង total one coin អញ្ចឹងរបៀបទិញរបៀបលក់អីហ្នឹងខ្ញុំនឹងបញ្យល់នៅคลิปក្រោយៗទៀតបាទហើយពាក់ព័ន្ធនឹងសាងបណ្ដាញរកសមាជិកយើងគួរធ្វើម៉េចយើងសាងយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើងបានណែនាំសមាជិកថ្មីឲ្យគាត់បានស្គាល់ពីអត្ថប្រយោជន៍ធំពីរពាក់ព័ន្ធជាមួយនឹងប្រាក់ចំណូលនេះយើងត្រូវចុះឈ្មោះឲ្យគាត់បាទយើងត្រូវចុះឈ្មោះឲ្យគាត់អញ្ចឹងរបៀបចុះឈ្មោះគឺយើងចូលទៅក្នុងកន្លែង My Network បាទនេះកន្លែង My Network នេះអញ្ចឹងយើងចុចនៅលើពាក្យ My Network នឹងហើយយើងយកពាក្យបាទយកពាក្យ Network 3បាទ Network 3អញ្ចឹងយើងចុចនៅលើនឹងមកហើយយើងរងចាំបាទបន្ទាប់ពីយើងចុចហើយយើងរងចាំហើយយើងនឹងឃើញបាទនេះ line របស់យើងហើយប្រសិនបើយើងមានសមាជិកថ្មីគាត់ចង់ចូលរួមចង់ចុះឈ្មោះជាមួយនឹងយើងអញ្ចឹងខាងនេះរាប់ខាងស្ដាំបាទខាងនេះគឺខាងស្ដាំហើយខាងនេះគឺខាងឆ្វេងប្រសិនបើមានសមាជិកថ្មីគាត់មកម្នាក់យើងចង់ដាក់ខាងឆ្វេងមុនក៏បានខាងស្ដាំមុនក៏បានដែរអញ្ចឹងបើសិនជាចង់ចុះឈ្មោះគាត់យើងចុចនៅលើរូបស្មើហ្នឹងបាទយើងចុចនៅលើរូបស្មើហ្នឹងមកបាទយើងចុចលើរូបស្មើហ្នឹងមកយើងនឹងឃើញបាទយើងនឹងឃើញ form ហ្នឹងបាទនេះ form គេឲ្យយើងចុះឈ្មោះសម្រាប់សមាជិកថ្មីណាអញ្ចឹងយើងត្រូវយកឈ្មោះលេខទូរស័ព្ទហើយនិង Gmail របស់គាត់ប្រសិនបើអត់មាន Gmail ទេយើងត្រូវបង្កើត Gmail ឲ្យគាត់ឬក៏តម្រូវឲ្យសមាជិកថ្មីគាត់តាក់ទងបង្កើត Gmail ជាមួយនឹងបណ្ដាញដែលគាត់អាចតាក់ទងបានបើសិនជាអត់រកមិនបានទេអាចតាក់ទងមកខ្ញុំបាទនឹងបង្កើត Gmail ជូនដោយគិតថ្លៃបាទអញ្ចឹងទី1យើងដាក់តកូលបាទត្រកូលរបស់សមាជិកថ្មីទី2ឈ្មោះសមាជិកថ្មីទី3គឺយើងបង្កើត username បាទយើងបង្កើត username របស់សមាជិកថ្មីអាស្រ័យលើយើងបង្កើតបាទចង់បង្កើតយ៉ាងម៉េចក៏បានដែរហើយបន្តមកទៀត Gmail បាទ email ក៏បាន Gmail ក៏បានបាទ email គឺយើងបញ្ចូល email ហើយបន្តមកទៀតយើងបញ្ជា email អញ្ចឹង email ហ្នឹងវាយឲ្យដូចគ្នាបាទឲ្យដូចគ្នា email មានថាវាយ email 2ដងហើយបន្តមកទៀតគឺវាយ password បាទ password គឺយើងបង្កើតដោយខ្លួនឯង password នេះគឺ
បង្កើតសម្រាប់ log in កម្មវិធីបាទសម្រាប់ចូលកម្មវិធី password ហើយ password យើងវាយ2ដងឲ្យដូចគ្នាដែរណាបាទ password បន្ទាប់មក confirm password អញ្ចឹងយើងវាយ password អាស្រ័យលើយើងបង្កើតបាទមានអក្សរលេខអីចឹងទៅហើយបន្តមកទៀតគឺ password បាទអញ្ចឹងមាន password 2ដងបាទសូមបញ្ជាក់ឡើងវិញហើយបន្តមកទៀតគឺយើងជ្រើសរើសប្រទេសអញ្ចឹងបើសិនយើងជ្រើសរើសប្រទេសយើងចុចនៅលើសញ្ញានេះបាទយើងចុចនៅលើសញ្ញាហ្នឹងវាលោតប្រទេសមកជាច្រើនបាទអញ្ចឹងបើយើងជាខ្មែរយើងយកពាក្យ Cambodia បាទយកពាក្យ Cambodia កាលណាយើងយកពាក្យ Cambodia ហៅឧទាហរណ៍បាទឧទាហរណ៍ដូចនេះបាទអញ្ចឹងកាលណាយើងយកពាក្យ Cambodia ហើយលេខទូរស័ព្ទវាដាក់បូក855ប៉ុន្តែសម្រាប់យើងនៅកូរ៉េយើងលុបពាក្យ55ចេញដាក់82វិញបាទគឺបូក82 10គត់ហើយនឹងលេខទូរស័ព្ទ8ខ្ទង់មកហើយបន្តមកទៀតនៅពេលដែលយើងពេញបានរួចរាល់ហើយយើងមើលបញ្ជាក់ឃើញថាត្រឹមត្រូវហើយគឺយើងគ្រីសកន្លែងនេះបាទគ្រីសកន្លែង corporate client នេះយើងត្រូវតែគ្រីសបាទបើអត់គ្រីសគឺអត់បានទេដាច់ខាតត្រូវតែគ្រីសអញ្ចឹងក្រោយពេលគ្រីសរួចរាល់ហើយគឺយើងចុចនៅលើពាក្យ add member បាទ add member អញ្ចឹងកាលណាចុចពាក្យ add member ហើយវាបាត់មានន័យថាការចុះឈ្មោះរបស់យើងបានជោគជ័យហើយប៉ុន្តែបើសិនចុចហើយវាអត់ទៅណាទេអញ្ចឹងយើងរូតឡើងទៅលើវិញប្រហែលជាមានខុសនៅកន្លែងណាមួយហើយបាទអញ្ចឹងសូមយើងត្រឡប់ទៅវិញអញ្ចឹងពាក់ព័ន្ធទៅលើការចុះឈ្មោះខាងឆ្វេងឬខាងស្ដាំនៅពេលដែលគាត់ទិញកញ្ចប់សិក្សាហើយនៅពេលដែលគាត់ទិញកញ្ចប់សិក្សាហើយគឺគាត់ទិញប៉ុណ្ណាគឺបន្ទុកលោតទៅឲ្យយើងប៉ុណ្ណឹងខាងស្ដាំទិញប៉ុន្មានបន្ទុកលោតទៅឲ្យយើងខាងស្ដាំប៉ុណ្ណឹងឧទាហរណ៍ខាងស្ដាំគាត់ទិញ1030យូរ៉ូបន្ទុកលោតឲ្យយើងគឺ1000បន្ទុកហើយខាងឆ្វេងគាត់ទិញ1000យូរ៉ូបន្ទុកលោតទៅឲ្យយើង1000បន្ទុកដែរអញ្ចឹងកាលណាយើងចុះឈ្មោះខាងឆ្វេងហើយខាងស្ដាំទៀតវានឹងលោតឡាញតរហូតបាទយើងចង់ដាក់10000ឈ្មោះ1000ឈ្មោះទៅក្រោមទៀតក៏អត់បញ្ហាដែរបាទវាលោតតរហូតបាទអញ្ចឹងសូមត្រឡប់ទៅក្រោយវិញបាទអញ្ចឹងនេះគាត់អត់តាន់បានទិញកញ្ចប់សិក្សាអញ្ចឹងបន្ទុករបស់គាត់គឺ00ហើយយើងក៏លេខមើលខាងក្រោមនេះបាទខាងក្រោមនេះគឺទង់ជាតិបណ្ដាប្រទេសផ្សេងបាទអញ្ចឹងជនជាតិផ្សេងនៅលើពិភពលោកគេចូលរួមច្រើនណាបាទអញ្ចឹងសម្រាប់បងប្អូនខ្មែរយើងសូមរុះរាន់ឡើងបាទសូមរុះរាន់ឡើងតន់យើងមានឱកាសធ្វើអីឲ្យបានមុនគេបាទសូមអធិស្ឋានហើយយើងរត់មកខាងក្រោមទៀតយើងនឹងឃើញបាទនេះយើងមើលតម្លៃtoken ហើយបន្តមកតម្លៃ Bitcoin បាទអញ្ចឹង Bitcoin នេះកាលដែលកើតដំបូងហ្នឹងកាលពី7ឆ្នាំមុនតម្លៃវាមកកាក់ត្រឹមតែមកកាក់ត្រឹមតែកន្លះដុល្លារទេបាទហើយដល់ឥឡូវមកកាក់តម្លៃដល់ទៅ$433បាទអញ្ចឹងមិនធម្មតាទេរយៈពេល7ឆ្នាំអញ្ចឹងទៅថ្ងៃអនាគត OneCoin យើងក៏នឹងវិវត្តអាចនឹងជឿនលឿនទៅទៀតជឿនលឿនជាង Bitcoin ទៅទៀតបាទអញ្ចឹងសូមចូលរួមឲ្យបានច្រើនកកជាមួយនឹងកម្មវិធីចូលរួមឲ្យបានច្រើនកកជាមួយនឹងរបៀបធ្វើបាទរបៀបធ្វើចំនួនជាអេឡិចត្រូនិក OneCoin បាទអញ្ចឹងអត្ថប្រយោជន៍ធំៗពីរពាក់ព័ន្ធជាមួយប្រាក់ចំណូលទី1គឺយើងទិញកាក់ទុកលក់នៅពេលក្រោយបាទអញ្ចឹងកាលណាទិញកាក់ទុកលក់មុនពេលបានកាក់យើងត្រូវឆ្លងកាត់កន្លែង token នេះសិនរងចាំបើបរិមាណប្រហែលជា 3-4 ខែហ្នឹងគឺយើងនឹងបានយកលេខកន្លែងហ្នឹងទៅដូរយកកាក់យកមកទុកឲ្យបានអញ្ចឹងក្រោយពេលបានកាក់រយៈពេល1ខែគឺយើងអាចមានសិទ្ធិលក់កាក់ចេញហើយអញ្ចឹងកាលណាលក់កាក់ចេញហើយកាក់នឹងលោតចូលក្នុងនេះអញ្ចឹងកាលណាចូលដល់ក្នុងនេះហើយយើងអាចយកដកចាយបាទអាចវេចូលក្នុងកុងធនាគារយកទៅវេចូលក្នុងកុងចាយបានហើយឬក៏យើងអាចយកទៅទិញកញ្ចប់សិក្សាថ្មីលក់ទៅឲ្យសមាជិកចូលក្រោយទៀតក៏បានដែរបាទហើយបន្តមកទៀតគឺយើងប្រសិនបើយើងចង់បានលុយលើកទឹកចិត្តរាល់សប្តាហ៍គឺយើងសាងបណ្ដាញរកសមាជិកឆ្វេងស្ដាំអីចឹងមក
ចឹងដល់ពេលដែលយើងចោះឈ្មោះខាងឆ្វេងចោះឈ្មោះខាងស្ដាំអីហ្នឹងពេលដែលគាត់ទិញគឺបន្ទុកលោតមកនេះទាំងអស់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍អញ្ចឹងឧទាហរណ៍ថាក្នុងសប្តាហ៍ហ្នឹងយើងរកបាន2នាក់បាទខ្ញុំសូមបញ្ជាក់ឡើងវិញបន្តិចបាទពីព្រោះមានបងប្អូនមួយចំនួនគាត់នៅអត់សូវយល់ច្រើនបាទអញ្ចឹងនៅពេលដែលយើងចោះឈ្មោះទៅតាមអ្វីខ្ញុំបានណែនាំកន្លងមកមិញហ្នឹងចោះឈ្មោះហើយនៅពេលដែលគាត់ទិញគឺឧទាហរណ៍ថាខាងឆ្វេងយើងបាន2នាក់ហើយខាងស្ដាំបាន2នាក់អញ្ចឹងខាងឆ្វេងក៏ទិញ2000អញ្ចឹងទៅហើយខាងស្ដាំទិញ2000អញ្ចឹងវាបាន4000ក្នុងសប្តាហ៍ហ្នឹងបានត្រឹម4000នេះហើយដល់ពេលសប្តាហ៍ក្រោយថ្ងៃអង្គារគឺគេដក 10% បាទស្ដាំ 10% ឆ្វេង 10% អញ្ចឹង 10% ស្មើនឹង400បាទ400វានឹងចូលទៅក្នុង bonus any switch បាទចូលក្នុង bonus any switch ទុកឲ្យយើងហើយនៅសប្តាហ៍ក្រោយថ្ងៃអង្គារទៀតបានវាគេកាត់ពី bonus any switch នេះ 6% សុំទោសបាទ 60% ចូលទៅក្នុង cash account 60% ចូលក្នុង cash account ហើយ40% ចូលទៅក្នុង trading ចឹងកាលណាចូលទៅក្នុង trading អត់អាចដកចាយបានទេប៉ុន្តែយើងអាចទិញកាក់យកទុកអន្សំទៀតបានចឹងកាលណាយើងអាចដកចាយបានបើសិនបើលុយវាចូលក្នុង cash account ចឹងបើសិនជា 60% យើងកាត់មើល400 6 4ដល់24ចឹងយើងបាន240ដែរបាទបាន240ចូលក្នុងនេះមកហើយនៅសល់160ទៀតគឺវានៅក្នុងនេះបាទចឹងយើងអាចយកពីក្នុងនេះទៅទិញកាក់ទុកអន្សំបានបាទបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាคลิปមួយនេះបាទសូមអធិស្ឋានរាល់កំហុសឆ្គងទាំងឡាយដែលកើតមានបាទសូមជម្រាបលា